Cái lúc này niếng nom lúc này niếng từ mưa âm pi sạc cam mà phi cho ọp rôm pi chả chó pi sân đạn cô ba chả chó hàng khai bè xây hà nội xong tôi sân bò miên lục ăn bàn thái pi lộc khôi bần lên ទូរទស្សនិកជនជាទីគោរពនៅខេត្តព្រះសីហនុកម្លាំងនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបច្ចុប្បន្ននេះបើទោះជាមិនមានសកម្មភាពក្នុងការត្រួតពិនិត្យផាកពិន័យទៅលើអ្នកបើកបរយានយន្តដែលល្មើសច្បាប់យ៉ាងណាក្តីក៏ប៉ុន្តែកម្លាំងនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុនៅតែបន្តចេញសកម្មភាពដើម្បីធ្វើការត្រួតពិនិត្យដោយផ្ដោតជាសំខាន់ទៅលើការអប់រំទៅដល់បងប្អូនប្រជាពលរដ្ឋអ្នកបើកបរយានយន្តគ្រប់ប្រភេទឲ្យគ្រប់ច្បាប់ចរាចរណ៍បត្តាមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកលើកឡើងថាសកម្មភាពនេះធ្វើឡើងគឺអនុវត្តតាមបទបញ្ជាបាទឧត្តមស្នេហ៍សរដ្ឋាអគ្គស្នងការរងនិងជាស្នងការនគរបាលខេត្តព្រះសីហនុដែលលោកបានចាត់ចែងបញ្ជាឲ្យកម្លាំងចុះជាប្រចាំធ្វើការអប់រំហើយការអប់រំនេះគឺផ្ដោតជាសំខាន់ទៅលើការបើកបរឧទាហរណ៍ដូចជាការបើកបរយានយន្តនឹងហើយកុំបើកបរលឿនហួសកម្រិតបើកបរយានយន្តឲ្យគ្រប់ច្បាប់ចរាចរណ៍គោរពទិសចរាចរណ៍យោគយល់អធ្យាស្រ័យគ្នាអ្នកជិះម៉ូតូក៏ត្រូវតែពាក់មួកសុវត្ថិភាពហើយនៅតាមដងផ្លូវឧទាហរណ៍ដូចជាតាមផ្លូវជាតិលេខ4ជាដើមហ្នឹងក៏ត្រូវតែបើកបរប្រុងប្រយ័ត្នកង្វល់ជែងដោយខ្វះការប្រុងប្រយ័ត្នទៅវាកើតមានជាគ្រោះថ្នាក់ចរាចរណ៍ដោយមានការចង្អុលបង្ហាញពីឯកឧត្តមស្នេហ៍សរដ្ឋាអគ្គស្នងការរងនិងជាស្នងការនគរបាលខេត្តសីហនុបានឲ្យកម្លាំងនគរបាលចរាចរណ៍ផ្លូវគោករបស់យើងទូទាំងខេត្តមករឹងនឹងការផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកសុវត្ថិភាពចរាចរណ៍ផ្លូវគោកជូនដល់បងប្អូនជាពលរដ្ឋទាំងអស់តាមគ្រប់រូបភាពណាក្នុងពេលដែលផ្អាកអនុវត្តច្បាប់ចរាចរណ៍មួយរយៈកន្លងមកនេះគឺយើងពង្រឹងការផ្សព្វផ្សាយដូចជាតាមវេទិកាសាធារណៈផ្សេងៗទៅដល់ភូមិឃុំមានសុវត្ថិភាពពង្រឹងពីការបើកបរសុវត្ថិភាពចរាចរណ៍មកឲ្យមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងទី2គឺយើងផ្សព្វផ្សាយតាមគ្រប់គោលដៅកម្លាំងនគរបាលចរាចរណ៍ដែលប្រចាំការឈរជើងនៅក្នុងក្រុងតាមពេលនិងតាមគោលដៅនានានៅក្នុងក្រុងសីហនុរបស់យើងទាំងមូលផងដែរដូចជាការចែកលិខិត្តប័ណ្ណផ្សព្វផ្សាយផ្សេងៗឲ្យយល់ដឹងពីសុវត្ថិភាពចរាចរណ៍បាទហ្នឹងហើយជាពិសេសនេះគឺណែនាំផ្សព្វផ្សាយឲ្យមើលពីផ្លាកសញ្ញាគ្រឿងសញ្ញាកណ្ដុះសញ្ញានិងជាពិសេសគឺការពាក់មួកសុវត្ថិភាពដើម្បីការពារសុវត្ថិភាពក្នុងការបើកបរកុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងហើយក្នុងនោះផងដែរចំពោះមួកសុវត្ថិភាពគឺឯកឧត្តមស្នងការក៏បានប្រគល់ជូនការិយាជំនាញដើម្បីជូនដល់បងប្អូនជាពលរដ្ឋតែពុំមានមួកសុវត្ថិភាពឬមួយក៏ខ្វះខាតគឺយើងប្រគល់ជូនគាត់ឲ្យគាត់បើកបរពាក់មួកសុវត្ថិភាពដើម្បីជៀសពីគ្រោះថ្នាក់ចរាចរណ៍កើតឡើងជារួមសកម្មភាពរបស់កម្លាំងនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុដែលធ្វើជាប្រចាំនេះដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅក្នុងខេត្តព្រះសីហនុហើយមួយទៀតក៏សូមបញ្ជាក់ផងដែរថាអ្នកដែលពាក់ព័ន្ធក្នុងការបង្កហេតុឲ្យមានគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរទីហោដូចជាបណ្ដាលឲ្យមានមនុស្សស្លាប់ជាដើមមិនថាតែជនបរទេសទេជនជាតិខ្មែរឬក៏អ្នកណាក៏ដោយដែលបង្កហេតុអាជ្ញាធរមានសមត្ថកិច្ចតែងតែចាប់បញ្ជូនទៅសាលាដំបងខេត្តហើយចៅក្រមតែងតែចេញដីកាដើម្បីផ្ដន់ទាទោសជាបន្តបន្ទាប់អរគុណខ្ញុំហ៊ុយបន្លែងភៀនអនិយាយការពីខេត្តព្រះសីហនុបាទអរគុណលោកហ៊ុយបន្លែងមុននឹងបិទបញ្ចប់កម្មវិធីទស្សនិកជនខ្ញុំបាទសូមជូនព័ត៌មានមួយដែលជាការរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ដែលមានទូរស័ព្ទ smartphone និងអ្នកប្រើប្រាស់ប្រព័ន្ធអនឡាញហ្នឹងគឺមានការប្រុងប្រយ័ត្នចំពោះជនឆបោកតាក់ទងជាមួយនឹងការដាក់ប្រាក់វិនិយោគរយៈពេលខ្លីគឺទទួលបានការប្រាក់ឬក៏ទទួលបានអត្ថប្រយោជន៍ហ្នឹងច្រើនថ្មីនេះគឺថានាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាគឺបានប្រកាសពីការបង្ក្រាបបានករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះក្រោមរូបភាពអូសទាញជនរងគ្រោះដាក់ប្រាក់វិនិយោគតាមប្រព័ន្ធ Telegram ដោយទទួលបានប្រាក់ចំណេញច្រើនក្នុងរយៈពេលខ្លីដោយការបង្ក្រាបនេះសមាជិកបានឃាត់ខ្លួនជនសង្ស័យចំនួន2នាក់បាទជាស្ត្រីទាំងពីររូបតែម្ដងហើយជនសង្ស័យទាំងពីរនេះគឺត្រូវបានបើតាមការស្រាវជ្រាវរបស់សមាជិកហ្នឹងគឺពាក់ព័ន្ធទៅនឹងការទិញលក់គណនី Telegram ឲ្យទៅជនល្មើសនិងបានរកយករូបថតថ្នាក់ដឹកនាំជាន់ខ្ពស់និងរូបថតលោកអ្នកអង្គញាជាច្រើនរូបមកធ្វើជា profile ដើម្បីធ្វើការឆបោកជនរងគ្រោះដែលអូសទាញជនរងគ្រោះឲ្យដាក់ប្រាក់វិនិយោគតាមប្រព័ន្ធអនឡាញបច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ត្រូវបាននាយកដ្ឋានកសាងសំណុំរឿងបញ្ជូនទៅអัยការអមសាលាដំបងរាជធានីភ្នំពេញដើម្បីចាត់ការតាមផ្លូវច្បាប់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានក្រានរំលឹកដល់សាធារណជនទាំងអស់បាទសូមប្រុងប្រយ័ត្នមុននឹងសម្រេចចិត្តដាក់ប្រាក់វិនិយោគតាមប្រព័ន្ធអនឡាញនិងសូមពិនិត្យពិចារណាបានច្បាស់លាស់ពីប្រភពនៃការផ្សព្វផ្សាយអំពីការវិនិយោគតាមអនឡាញជៀសវាងការខាតបង់ប្រយោជន៍និងទាត់សម្បត្តិដោយប្រការណាមួយបាទចាទស្សនិកជនជាទីគោរពសម្រាប់ការជម្រាបជូនព័ត៌មាននៅវេលាព្រឹកនេះដល់ទីបញ្ចប់ហើយយើងអរគុណចំពោះការទស្សនាពីដើមដល់ចប់ហើយថ្ងៃស្អែកយើងនឹងវិលត្រឡប់ជួបគ្នាតាមពេលវេលានៅម៉ោងដដែលពីក្រុមការងារព័ត៌មានថ្មីព្រឹកនេះសូមអរគុណសូមគោរពលាចា៎